សទ្ធានឹងឯងគឺជាគ្រាប់ពូជបណ្ដុះនៅសិរីសទ្ធាជាពូជនៃសិរីក្នុងលោកក្នុងកាលកន្លងទៅហើយព្រះមហាមោគលានបាននិមន្តទៅកាន់ឋានត្រៃត្រង់ទេវលោកបានឃើញពួកទេវតាទាំងឡាយកំពុងតែលេងមហោស្រពក្នុងនន្តវ័នឧឈានស្រាប់តែមួយស្រំបក់ក្រោយមកឃើញបល្ល័ង្កមាសកម្ពស់មួយយោជន៍អណ្ដែតឯដល់អាកាសមានល្បឿននឹងលឿនលោកប្រាប់ថាលឿនដូចជាចិត្តអញ្ចឹងចិត្តនឹងថាចង់ទៅណាបល្ល័ង្កនឹងទៅដល់ហ្នឹងហើយមានសន្តានដូចជាបោះស្បុកអញ្ចឹងហើយមានស្ត្រីទេពអប្សរនឹង1000ចោមរោមនាងទេពធីតាជាម្ចាស់បល្ល័ង្កនឹងមានរូបឆោមនឹងស្រស់ល្អប្រំប្រៃមានពន្លឺនឹងឯងចេញអំពីកាយដូចជាព្រះច័ន្ទពេញវងអញ្ចឹងនាងត្រួតត្រងនៅគ្រឿងអលង្ការទម្ងន់60ប្រទេសពេលដែលបានឃើញព្រះមហាមោគលានហើយនាងមានសេចក្តីជ្រះថ្លាក្រៃលែងបាននាំស្ត្រីទេពអប្សរដែលជាបរិវារ1000នឹងចុះពីលើបល្ល័ង្កហើយទៅថ្វាយបង្គំនមស្ការព្រះមហាមោគលានពេលដែលព្រះមហាមោគលានបានឃើញនាងទេពធីតាមកថ្វាយបង្គំចឹងហើយក៏បានសួរនាងទេពធីតាថាមនាលនាងទេពធីតានាងមានកាយរុងរឿងដូចជាព្រះច័ន្ទពេញវងត្រួតត្រងនៅគ្រឿងអលង្ការទិព្វទម្ងន់60ប្រទេសនេះកាលពីជាតិមុននាងបានធ្វើនៅបុណ្យដូចម្ដេចខ្លះនាងទេពធីតាពេលដែលព្រះមហាមោគលានបានសួរចឹងនឹងហើយក៏ថ្លែងរៀបរាប់ប្រាប់ប្រវត្តិរបស់នាងដល់ព្រះមហាមោគលានថាបបិទ្ធលោកម្ចាស់ដោយចម្រើនកាលព្រះសម្មាសម្ពុទ្ធបរមគ្រូគង់នៅក្នុងវត្តចេតពុនសម័យនោះមានភិក្ខុមួយរូបនឹងជាអ្នករក្សាទុតង្គៈបាននិមន្តចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថីកាលនោះខ្ញុំប្រកាសណាកាលជាធីតាក្នុងត្រកូលមួយនៅក្នុងក្រុងសាវត្ថីនោះដែរបានឃើញភិក្ខុនោះកំពុងនិមន្តបិណ្ឌបាតក្នុងក្រុងសាវត្ថីនោះក៏មានសេចក្តីជ្រះថ្លាបាននិមន្តលោកចូលទៅក្នុងគេហដ្ឋានហើយក៏ចាត់ចែងរៀបចំគ្រែជូតអាសនៈផ្សេងបានយកសម្ពត់កំពល់ពណ៌លឿងនឹងទៅក្រាលលើគ្រែនឹងជាគ្រឿងលម្អនឹងសម្រាប់ឲ្យលោកគង់និមន្តនៅលើនោះហើយក៏ខ្ញុំប្រកាសរណាឆ្លៀតទៅដើម្បីចាត់ចែងអាហារយកមកប្រគេនលោកឆាន់ពេលដែលលោកឆាន់ក៏ខ្ញុំប្រកាសរណានឹងជ្រះថ្លាពេលដែលលោកឆាន់ហើយនឹងក៏ជ្រះថ្លាក្រៃលែងទៀតពេលដែលលោកនិមន្តទៅវត្តវិញនឹងបៃតិសោមនុស្សនឹងកើតដល់ខ្ញុំប្រកាសរណាសេចក្តីជ្រះថ្លានោះធ្វើឲ្យខ្ញុំប្រកាសរណានៅមិនសុខក៏យកគ្រែនឹងសម្ពត់កំពល់នឹងតាមលោកទៅដល់វត្តប្រគេនលោកដល់វត្តទៀតដូច្នេះហើយក្នុងការជឿខាងក្រោយមកដោយអំណាចនៃបុណ្យដែលខ្ញុំប្រកាសរណាបានធ្វើពេលដែលខ្ញុំប្រកាសរណានឹងអស់អាយុមកក៏មកកើតក្នុងឋានត្រៃត្រង់ទេវលោកនេះពីមានរបស់ខ្ញុំប្រកាសរណានឹងកម្ពស់12យោជន៍មានស្ត្រីទេពអប្សរ1000នឹងជាបរិវារមានបល្ល័ង្កមួយកម្ពស់1យោជន៍កើតក្នុងវិមាននោះសម្រាប់ជាយានរបស់ខ្ញុំប្រកាសរណាបល្ល័ង្កនោះសន្ទុះលឿនស្មើនឹងចិត្តបើចិត្តរបស់ខ្ញុំប្រកាសរណាចង់ទៅទីណាក៏អណ្ដែតទៅទីនោះមួយរំពេចពលប្រើព្រះមហាមោគលានរៀបរាប់អំពីប្រវត្តិរបស់ខ្លួនចឹងហើយក៏ព្រះមហាមោគលានបានស្ដាប់ប្រវត្តិរបស់នាងទេពធីតានោះហើយក៏និមន្តហោះទៅកាន់ទីដទៃទៅរឿងនេះជាសាធិកៈមួយសម្រាប់បានសិក្សាលោកថាសទ្ធាជាពូជនៃសេរីក្នុងលោកសេរីនឹងដោយច្រើនយើងគ្រប់គ្នាធ្វើអីនឹងដើម្បីបានសេរីបានធំសុយបានសុភមង្គលនឹងតែអត់បានដឹងថាសទ្ធានឹងឯងជាគ្រាប់ពូជធ្វើឲ្យយើងនឹងបាននៅសេរីសួស្តីនោះទេដោយច្រើនយើងចង់បានតែផលប៉ុន្តែយើងអត់បានដឹងហេតុរបស់សេរីសួស្តីនឹងសទ្ធានេះគឺជាគ្រាប់ពូជជាហេតុធ្វើឲ្យបាននៅសេរីតើសេរីវាកើតពេលណាខ្លះសេរីកើតត្រង់ការនិយាយល្អសេរីកើតត្រង់ការមានចិត្តល្អសេរីត្រង់ការធ្វើល្អនឹងឯងសិតតែជាសេរីទាំងអស់ហើយធ្វើល្អនិយាយល្អគិតល្អនឹងតើដើមហេតុនៃការធ្វើល្អនិយាយល្អគិតល្អនឹងដោយអាស្រ័យហេតុអីគឺសទ្ធាក្នុងធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ
ប្រសិនបើកុលបុត្រអ្នកចូលមកបួសក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធហើយកាលណាដែលមិនបានអប់រំប្រព្រឹត្តតាមធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធនោះទេជីវរនេះមិនមែនជីវរត្រជាក់ទេចង្ហាន់បិណ្ឌបាតមិនមែនជាអាហារដែលគេប្រគេនត្រជាក់ហើយទើបយើងឆាន់ឬក៏ថាអាហារបិណ្ឌបាតទាំងអស់នោះឆ្ងាញ់សមគួរក្នុងការឆាន់អីទេអាហារបិណ្ឌបាតទាំងអស់នោះជារបស់ក្តៅដល់ថ្នាក់ព្រះសម្មាសម្ពុទ្ធព្រះអង្គថាប្រសិនបើភិក្ខុទ្រុសិលនឹងបរិភោគនៅចង្ហាន់បិណ្ឌបាតនឹងដូចជាបរិភោគដុំភ្លើងចឹងហើយបរិភោគដុំភ្លើងនឹងប្រសើរជាងភិក្ខុអ្នកដែលចូលមកកាន់សាសនាព្រះសម្មាសម្ពុទ្ធហើយកុលបុត្រនឹងកាលណាដែលចូលមកកាន់សាសនាព្រះសម្មាសម្ពុទ្ធហើយបើមិនមានសទ្ធាក្នុងការសិក្សាក្នុងការបដិបត្តិនៅធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធទេនឹងទ្រុធម៌ទ្រុវិន័យមិនប្រព្រឹត្តតាមធម៌វិន័យទេនឹងក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធយ៉ាងណាយើងគ្រប់គ្នាក៏ដូចគ្នាកាលណាដែលមិនមានសទ្ធាទេសូថាឲ្យនៅបាយមួយវែកសណ្ដែកមួយគូនឹងដល់បដិគេហកៈដល់សាមណៈព្រាហ្មណ៍បានទេអត់ទេកាលណាដែលមានសទ្ធាហើយលះបង់នៅរបស់ដែលខ្លួនមានប្រមាណតិចតួចនឹងដល់សាមណៈព្រាហ្មណ៍ដល់ស្មោមជាចប់ផ្សេងហ្នឹងសទ្ធានឹងឯងគឺជាគ្រាប់ពូជបណ្ដុះនៅសិរីកាលណាដែលមានសទ្ធាធ្វើឲ្យយើងប្រព្រឹត្តល្អនិយាយល្អគិតល្អកាលណាដែលយើងប្រព្រឹត្តល្អនិយាយល្អគឺជាមង្គលគឺជាសិរីលោកប្រាប់ថាកាលណាដែលសត្វទាំងឡាយប្រព្រឹត្តល្អដោយកាយប្រព្រឹត្តល្អដោយវិចារប្រព្រឹត្តល្អដោយចិត្តសិរីសួស្តីនឹងមានគឺជាថ្ងៃអ្នកខត្តរឹកគឺជាថ្ងៃដ៏អស្ចារ្យគឺជាថ្ងៃដ៏ប្រសើរអញ្ចឹងសទ្ធានឹងឯងគឺជាគ្រាប់ពូជតើយើងបានសទ្ធាមកពីណាហេតុឲ្យការសិរីគឺសទ្ធាចុះហេតុឲ្យការសទ្ធាជាអីស្ដាប់ធម៌មានយោនិសោមនសិការៈសិក្សារៀនសូត្រដោយការពិចារណាកាលណាសិក្សារៀនសូត្រដោយពិចារណាហើយសទ្ធានឹងឯងកើតឡើងទាំងតថាពុតិសទ្ធាជឿទៅលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជឿទៅលើអំពើអាក្រក់ថាធ្វើទៅហើយមានបាបពិតប្រាកដមែនកាលណាដែលជាក់ច្បាស់នៅក្នុងអំពើបុណ្យអំពើបាបយើងឡើងធ្វើបាបទៀតហើយកាត់បន្ថយក្នុងការធ្វើបាបជាយាមធ្វើអំពើបុណ្យព្រោះថាកាលណាដែលធ្វើអំពើបុណ្យវាជាសិរីផលរបស់បុណ្យសម្រេចមកឲ្យជាសុខអញ្ចឹងសទ្ធាគឺជាគ្រាប់ពូជសទ្ធាជាហេតុឲ្យការសិរីយើងមិនបាច់ទៅរកសិរីនៅឯណាផ្សេងក្រៅអំពីសិរីក្នុងចិត្តរបស់យើងនេះទេគ្រាន់តែយើងគិតល្អនិយាយល្អធ្វើល្អមង្គលសិរីសួស្តីនឹងកើតឡើងដល់ក្រុមគ្រួសារយើងហើយមានសទ្ធាក្នុងការជឿក្នុងការស្ដាប់ពាក្យថាជឿនេះមិនមែនជឿងប់ងល់ទេជឿដោយសតិសម្បជញ្ញៈជឿតាមហេតុតាមផលដូចជាថាធ្វើអាក្រក់បានអាក្រក់ធ្វើល្អបានល្អមានអ្នកណាអ្នកទទួលជំនួសយើងទេកាលណាដែលយើងដាំនៅពូជណាបាននៅពូជហ្នឹងអញ្ចឹងនឹងឯងជាសទ្ធាហើយសទ្ធាដែលជឿកម្មជឿផលអញ្ចឹងអញ្ចឹងសទ្ធានឹងឯងធ្វើឲ្យយើងមានឆន្ទៈមានសេចក្តីប៉ុនប៉ងប្រាថ្នាដើម្បីធ្វើនៅអំពើល្អដោយកាយសុចរិតវិជ័យសុចរិតមនោសុចរិតសទ្ធានឹងឯងគឺជាគ្រាប់ពូជដ៏ប្រសើរសទ្ធានឹងឯងគឺជាគ្រាប់ពូជនៃសេរីសួស្តីក្នុងលោកអនុមោទនា